ព័ត៌មាននេះគឺជាព័ត៌មានពិតមួយកើតនៅក្នុងប្រទេសឥណ្ឌានៅខែ6ឆ្នាំ2026នឹងឯងគឺមានក្មេងប្រុសម្នាក់អ្នកទាំងអស់គ្នាអាយុត្រឹមតែ14ឆ្នាំឯណាហ៊ានរំលោភបំពានផ្លូវភេទរបស់ទារកទើបតែ8ខែហើយទារក8ខែហ្នឹងគឺត្រូវជាសាច់ញាតិផងវាទៀតអ្នកទាំងអស់គ្នាគិតមើលហើយអ្នកទាំងអស់គ្នាមិនបាច់រករូបមែនតើគឺគេអត់មានបង្ហាញរូបមែនតើឲ្យអ្នកទាំងអស់គ្នាដឹងទេពីព្រោះដោយសារអាយុវាតិចពេកហើយមូលហេតុដែលវាចាប់យកទារកហ្នឹងទៅបានគឺអំឡុងពេលដែលរៀងចិត្តភ្លឺអ្នកទាំងអស់គ្នារបៀបថាទៀបភ្លឺគេពុំអត់ដេកអស់អញ្ចឹងហើយវានៅផ្ទះជាមួយនឹងជនរងគ្រោះដែរអំពេលដែលគេដេកលក់ហើយនឹងទារកនឹងដេកលក់គឺវាចាប់យកទារកនឹងទៅពីផ្ទះហ្នឹងចម្ងាយពីផ្ទះហ្នឹងប្រហែល500ម៉ែត្រដល់ពេលភ្លឺឡើងគ្រួសាររកទារកនឹងអត់ឃើញងំគ្នាផ្អើរហើយវាធ្វើពុតជារកទារកនឹងជាមួយនឹងគេដែរអ្នកទាំងអស់គ្នាអំឡុងពេលដែលគេរកទារកនឹងឃើញរៀងយូរដែរហើយទម្រាំតែរកឃើញគ្នាមិនដឹងវាទុកប្រហែលម៉ោងណាអ្នកទាំងអស់គ្នាទារកនឹងឡើងធ្ងន់ធ្ងរខ្លាំងមែនតើហ្មងជុំទៅពេទ្យភ្លាមឥឡូវនិយាយកាត់ចូលពលិចាប់យកបានហើយវាក៏សារភាពដែរថាពេលហ្នឹងវាកំពុងតែស្វឹងសឿងអ្នកទាំងអស់គ្នានិយាយទៅផឹកស្រាស្វឹងហ្មងហើយបន្ទាប់មកវាមើលរឿងអាភិសហើយអារឿងអាភិសហ្នឹងវាមិនមែនត្រឹមតែមើលទេណាអ្នកទាំងអស់គ្នាគឺវាមើលយូរហើយគេឆែកទូរស័ព្ទវាឃើញរាប់រយ website ហើយក្នុងហ្នឹងវាវីដេអូអាភិសច្រើនខ្លាំងមែនតើហើយរឿងមួយនេះក៏ជាសារដាស់តឿនដល់អាណាព្យាបាលគ្រប់រូបដែលមានកូនតូចៗប្រើទូរស័ព្ទទំនើបដែរអ្នកទាំងអស់គ្នាដឹងស្រាប់ហើយថាសង្គមយើងបច្ចុប្បន្នណាវីដេអូដែលលោតមកទោះយើងមិនចង់ឃើញក៏វាឲ្យយើងឃើញដែរហើយផលប៉ះពាល់ខ្លាំងគឺអត់មានអ្នកណាឯអ្នកទាំងអស់គ្នាគឺមានតែក្មេងស្រីៗនឹងឯងដែលជា target របស់ពួកវា